សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃអាទិត្យខ្ញុំមានពេលវេលាល្អសម្រាប់មិត្តភ័ក្តិសម្លាញ់របស់ខ្ញុំមាន3នាក់រត់ទាំងខ្លួនឯងនិងប្តីទៅ4នាក់សរុបពួកយើងតែងតែមានសកម្មភាពប្រចាំថ្ងៃដូចជាព្រឹកតែខុសសាប់មួយដងថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យពួកយើងបានរៀបផែនការយូរហើយប៉ុន្តែពួកយើងមិនមានពេលវេលាល្អសម្រាប់ក្នុងការជួបជុំគ្នាធ្វើបាញ់ឆាំងទេក៏ធ្លាក់ថ្ងៃនេះបណ្ណាបានត្រជាក់ប្រលឹងទាំងការស្លឹកឈើព្រៃនិងបន្លែស្រុកផងដែរមានសម្បត្តិស្លឹកតារារយពន់ឯជាដើមហើយអ្នកចិត្តខាងខ្ញុំនេះមុខចំហ្នឹងគឺក៏ចូលរួមដែរខាងបេះលឹកចេកទៅកាត់លឹកចេកហើយនឹងបេះស្វាយពុនទីគាត់លាងបន្លែបាន3មុខដែរហើយនឹងចូលរួមបរិភោគបាញ់ឆាវនិងអាហារពេលព្រឹកផងដែរហើយប្តីខ្ញុំបោតដៃបោជើងកំពុងចិត្តបន្លែចឹងហៅគាត់មកហូបបាញ់ឆាវនឹងបន្លែមិនតាន់រៀបរយឡើយទេហើយបាញ់ឆាវមានចេកទៀតជាដាក់ទៅចេកវាដើម្បីលម្អទេគាត់មិនតាន់បានញ៉ាំទេហើយបន្លែយើងខៀវហើយបាញ់ឆាវយើងពណ៌លឿងស្រស់មែនទែនគួរឲ្យចង់ញ៉ាំខ្ញុំចូលចិត្តញ៉ាំបាញ់ឆាវប៉ុន្តែមិនមានពេលធ្វើនោះឡើយហើយយើងមានពេលវេលាល្អក៏សម្រាប់ចាត់ធ្វើបាញ់ឆាវទៅហើយអរគុណដែរវណ្ណាដែលបានជួយចាត់ចែងទៅលើបន្លែសាច់ហើយនឹងការផ្សំគ្រឿងផ្សេងវណ្ណាជាមនុស្សល្អមិនសូវជិះខ្ជិលទេឲ្យតែរឿងធ្វើស៊ីវណ្ណាអាចជួយបានតែបើចន្ទធីវិញរឿងហៅមកស៊ីគឺចន្ទធីរីករាយនឹងការញ៉ាំហានេះបាញ់ឆាវគឺបាញ់ឆាវខ្ញុំទេគឺសល់ម្សៅពីថ្ងៃអាទិត្យមកគឺខ្ញុំហូបនៅថ្ងៃច័ន្ទយប់ថ្ងៃច័ន្ទដោយសារខ្ញុំហេវពេលអញ្ចឹងទៅម៉ោង12យប់ហើយបានចាក់បាញ់ឆាវដោយខ្លួនឯងអញ្ចឹងខ្ញុំគិតថាបណ្ណាចាក់ស្រួលសម្រាប់ខ្ញុំគាត់ថាវាស្រួលដែរពិតអត់ស្រួលទេខ្ញុំចាក់ទៅគឺជាប់ផ្ទះដល់ពេលជាប់ផ្ទះទៅវាអត់ទាន់ចាក់ម្សៅខ្ញុំខ្លាចចុកពោះខ្ញុំក៏ឆាម្សៅនោះជាមួយសាច់ជ្រូកនោះឲ្យតែក្តៅទៅឲ្យតែឆ្អិនទៅព្រោះអីពេលដែលត្រឡប់មកវាជាប់ផ្ទះទាំងអស់ចាំមិនដឹងធ្វើមិនទេមិនដឹងអង្គុយកោសទៅហើយផ្ងំម្សៅនឹងជាមួយនឹងខ្ទះក្តៅឲ្យឆ្អិនទៅហើយយើងយកមកញ៉ាំតែម្ដងតែពុតអ្នកថាស្រួលទេពេលធ្វើទៅយើងពិបាកដែរហើយខ្ញុំឃ្លានខ្ញុំគាត់ថាបាញ់ឆាវខ្ញុំឆ្ងាញ់ព្រោះអីបតិឆាទៅវាមិនចេញមកឆាវវាចេញមកដុំចាបងប្អូនមើលឃើញហើយភ្លៀងដូចអាចគោយ៉ាងឯងប៉ុន្តែឆ្ងាញ់នេះខ្ចប់ផ្ទះប្តីតំដោះហើយស្រេចឥឡូវផ្លាក់ផ្ទះខ្ញុំធ្លាប់ធ្វើនៅទូចដែរប៉ុន្តែខ្ញុំខាន់ធ្វើយូរហើយ10ឆ្នាំជាងហើយហើយក៏ខ្ញុំមិនធ្វើមានពេលវេលាល្អសម្រាប់ញ៉ាំបាញ់ឆាវដែរព្រោះអីបាញ់ឆាវនៅខាងក្រៅអត់ឆ្ងាញ់ទេខ្ញុំអត់ចូលចិត្តញ៉ាំបាញ់ឆាវនៅខាងក្រៅដោយសារការលាងបន្លែអត់ស្អាតឬក៏គាត់ចាក់នៅមាត់ផ្លូវអីចឹងទៅអនាម័យមានកម្រិតមានដីហុយមានអីចឹងទៅទឹកត្រីរបស់របរចឹងវាមិនសូវមានអនាម័យចឹងទៅបានខ្ញុំមិនសូវមានពេលហូបនៅខាងក្រៅខ្ញុំយកចិត្តធ្វើអាហារខ្លួនឯងហើយបាញ់ឆាវពួកខ្ញុំនេះវល់មែនប៉ុន្តែចំណាយលុយរៀងក្រាលដែរតែដើម្បីជួបជុំគ្នាព្រោះពួកយើងលះបង់កម្លាំងកាយចិត្តសម្រាប់ធ្វើបាញ់ឆាវនេះដើម្បីញ៉ាំរួមគ្នាដើម្បីជាអនុស្សាវរីយ៍ក៏ដូចជាការថតរូបអីផ្សេងនៅសកម្មភាពពួកយើងគិតថាវាមានសារៈសំខាន់ដល់ពេលពួកយើងចាស់រូបថតនេះពិតជាសំខាន់មែនទែនហើយឥឡូវនេះបលេចមើលបាញ់ឆាវខ្ញុំហ្នឹងចិត្តរួចរាល់ហើយគឺកោសរហូតហើយបើធ្វើលក់វិញមិនដឹងថាខ្ញុំអង្គុយចាំយ៉ាងណាទេហើយបើដាក់ស្លឹកចេកត្រប់នោះមិនត្រប់បែបម៉េចទៀតបើវាគោវល់ដូចអាចចូលឈ្នៀងចេះប្តីខ្ញុំថាអាចចូលឈ្នៀងហើយតែវល់ចេះនោះតែនេះគេហៅបាញ់អីវិញបាញ់គោឬបាញ់បៀកលេខបាញ់ឆាវអានេះបាញ់បៀកបាញ់គោបាញ់វល់វិញណែបងប្អូនបាញ់ឆាវរបស់ខ្ញុំគឺវល់វិញនឹងឯងប៉ុន្តែខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងឲ្យតែខ្ញុំធ្វើអីខ្ញុំគាត់ថាឆ្ងាញ់អាយ៉ាមាត់ខ្ញុំសរសើរខ្លួនឯងវិញខ្ញុំបកកែធ្វើម្ហូប
គឺឆ្ងាញ់ខ្ញុំប្រាប់កូនចៅខ្ញុំនឹងហាងថាបើធ្វើម្ហូបចុងភៅធ្វើម្ហូបអត់ឆ្ងាញ់គឺចុងភៅស្គមតែបើចុងភៅធ្វើម្ហូបឆ្ងាញ់ធាត់មានតែម្ហូបនោះគឺក៏ឆ្ងាញ់ហើយមិនធាត់អញ្ចឹងនេះគឺសាសខ្ញុំពេលដែលពួកគាត់ញ៉ាំទៅគាត់មានអារម្មណ៍ថាម្ហូបខ្ញុំឆ្ងាញ់គ្រប់មុខឆ្ងាញ់ខ្ញុំថាឆ្ងាញ់រឿងរសជាតិមិនខ្ញុំមិនដឹងតែមាត់ខ្ញុំថាឆ្ងាញ់ឥឡូវចប់ហើយអញ្ចឹងខ្ញុំនឹងដួសដាក់ចានហើយវាស្ងួតហើយចាំកាលឃើញអញ្ចឹងបងប្អូនធ្វើបញ្ឆៅអញ្ចឹងហើយខ្ញុំហូបមិនដែរឆ្ងាញ់អស់ប្តីខ្ញុំមកពីដឹកភ្ញៀវសួរបញ្ឆៅអូនណាបញ្ឆៅស្អីខ្ញុំញ៉ាំអស់ហើយប្តីខ្ញុំប្រកែកគ្រប់គ្រងខ្ញុំដែរតែខ្ញុំនឹងធ្វើមិនសូវឆ្ងាញ់ប៉ុន្តែគាត់ព្យាយាមហូបព្រោះខ្លាចខ្ញុំបាក់ទឹកចិត្តហើយខ្ញុំក៏សរសើរប្តីខ្ញុំដែរគឺគាត់អត់ធុញទ្រាន់នឹងការនឿយហត់ទៅរកស៊ីខាងក្រៅទេគាត់បន់ដល់ផ្ទះទៅការងារផ្ទះដូចជាបោកខោអាវលាងចានជួបផ្ទះហ្នឹងគាត់ចូលចិត្តតែម្ដងអញ្ចឹងទៅធ្វើខ្ញុំអត់មានការងារធ្វើទេហើយលុយប្រកែរោតែរោមិនដែរឃើញនៅសល់ខ្លួនទេយកមកឲ្យប្រពន្ធអស់រកណាបានប្តីល្អបែបហ្នឹងឥឡូវនេះបាញ់ឆាវខ្ញុំនឹងស្អីសុកទេបងប្អូនអើយថតបដាកោសបដាញ៉ាំបដាស្ងាត់ហ្នឹងគឺញ៉ាំហើយនៅក្នុងការងារមួយចំនួនខ្ញុំប្រកែទទួលស្គាល់ប៉ុន្តែការងារខ្លះវាពិបាកចុះដូចជាបទបាយយើងអញ្ចឹងអ្វីដែលខ្ញុំធ្វើឡើងនេះខ្ញុំគិតថាវារៀងហត់បន្តិចប៉ុន្តែខ្ញុំដើម្បីសុភមង្គលគ្រួសារដើម្បីមិត្តភ័ក្តិជួបជុំគ្នាខ្ញុំគិតថាចាំចាស់ទៅចាំសោយសុខចាំចាស់ទៅចាំផឹកតែចាំចាស់ទៅចាំជួបគ្នាទៅវត្តទៅនេះទៅនោះចឹងខ្ញុំគិតថាពួកយើងមិនមានពេលវេលាដែលអ្វីយើងនិយាយថានឹងមានពេលនោះឡើយឬអនាគតសូមបិទមិននិយាយអ្វីទាំងអស់ប៉ុន្តែពួកយើងនឹងធ្វើឲ្យបច្ចុប្បន្នភាពពីមួយថ្ងៃទៅមួយថ្ងៃដោយរស់នៅដោយរីករាយរស់នៅដោយជួបជុំធ្វើការងារខ្លះញ៉ាំបាយជុំគ្នាខ្លះផឹកតែខ្លះយើងបានទៅរកចំណីរៀងៗខ្លួនមកញ៉ាំអញ្ចឹងនោះឯងជាជីវិតដែលខ្ញុំត្រូវធ្វើរឿងនឹងនៅពេលនេះព្រោះឯងខ្ញុំគិតថាភាពយុវវ័យខ្ញុំបានចាយអស់ភាពបែកបាក់គ្រួសារការបរាជ័យលើមុខរបររកស៊ីស្នេហាគឺពួកយើងបានបាត់បង់ហើយនឹងបរាជ័យអញ្ចឹងយើងនឹងបន្ថែអ្វីដែលយើងមាននៅបច្ចុប្បន្នឲ្យបានល្អប្រសើរនេះជាពួកយើងដែលបានធ្វើ